ពួកខំអញពិតជាមានសំណាងធំណាស់ណាប៉ុន្មានថ្ងៃមុនលោកគ្រូបានបង្រៀនក្បាច់ប្រែរូបកិច្ចគ្រូមហន្តរាយឲ្យឯងចុះឯងចេះអស់ហើយឬនៅមួយមកពីលោកគ្រូបង្រៀនបានល្អពីរមកពីខ្ញុំខិតខំប្រឹងប្រែងហាត់រៀនក្បាច់ប្រែកាយប៉ុន្មាននឹងខ្ញុំចេះអស់ហើយអស់ចាស់ណាសាកសម្ដែងបន្តិចមើលសូមរៀបច្បងទាំងឡាយជួយដាក់ប្រធានបទមកចង់ឲ្យខ្ញុំប្រែកាយជាអ្វីដែរចឹងប្រែជាដើមស្រមួយដើមមកស្វាពូកែណាស្វាពូកែណានរណាមកលោឡានៅទីនេះនឹងជំរាបសួរលោកគ្រូពួកយើងជួបជុំគ្នាតែរៀនធម៌ទេមិនមានអ្នកក្រៅមកលោឡាឡើយពួកឯងស្រែកលោឡាគ្មានសណ្ដាប់ធ្នាប់មិនសមជាអ្នកប្រតិបត្តិធម៌តតែសោះអ្នកប្រតិបត្តិធម៌បាហាបូមាត់ចេញធាតសេរីកម្រិតអណ្ដាតនាំឲ្យកើតរឿងខុសឆ្គងហេតុអ្វីមកស្រែកលោឡាសាច់សបាយនៅទីនេះមិញនេះវូខុងបានប្រែជាដើមស្រពួកសិស្សក៏បានទេដៃអបអរសាទរសំឡេងខ្លាំងរំខានដល់លោកគ្រូសូមលោកគ្រូមេត្តាអភ័យទោសផងពួកឯងថយចេញទាំងអស់គ្នាទៅឯងមកបង្អួតស្អីប្រែជាដើមស្រសមត្ថភាពបែបនេះគួរតែដើរបង្អួតគេឯងអញ្ចឹងឬពេលឯងឃើញគេមានសមត្ថភាពតើឯងមិនចង់រៀនពីគេទេឃើញឯងមានសមត្ថភាពគេមកជីមកសុំរៀនពីឯងហើយបើឯងខ្លាចមានរឿងក៏ត្រូវតែបង្រៀនគេបើមិនបង្រៀនគេទេគេប្រកាសជាធ្វើបាបឯងមិនខានទោះជាយ៉ាងណាជីវិតឯងមុខជាថែមិនគង់ឡើយសង្ឃឹមថាលោកគ្រូមេត្តាលើកលែងទោសផងអញក៏មិនបានបន្ទោសទោសឯងដែរគ្រាន់តែឯងចាក់ចេញទៅចុះលោកគ្រូឲ្យខ្ញុំទៅណាទៅឯងមកពីណាក៏ត្រឡប់ទៅទីនោះវិញទៅឯងប្រញាប់ត្រឡប់ទៅវិញទៅដាច់ខាតមិនអាចនៅទីនេះទៀតបានទេខ្ញុំមកពីភ្នំផ្កាផ្លែរូងភ្នំវាំងងន្ទឹកដែនដីបូព្រាខ្ញុំចាក់ចេញពីផ្ទះជិត20ឆ្នាំហើយទោះបីជាចង់ត្រឡប់ទៅមើលកូនចៅចាស់វិញប៉ុន្តែដោយនឹកឃើញគុណបំណាច់ដ៏ធំធេងរបស់លោកគ្រូមិនទាន់បានសងខ្ញុំមិនហ៊ានចាក់ចេញទៅបែបនេះទេមានគុណបំណាច់ស្អីត្រូវសងនោះឲ្យតែឯងបង្ករឿងមិនរំខានដល់អញគឺបានហើយទៅថ្ងៃមុខឯងមុខជាបង្ករឿងមិនល្អជាមិនខានបើឯងហ៊ាននិយាយថាឯងជាសិស្សរបស់អញនឹងបោះស្បែកកិនឆ្អឹងអាស្វែងឲ្យខ្ទេចហើយបណ្ដេញប្រលឹងឯងទៅជំរឿនរោគ9ជាន់ឲ្យឯងស្លាប់រស់មិនអាចចាប់ជាតិជាថ្មីបានឡើយខ្ញុំដាច់ខាតមិនហ៊ានរំលឹកឈ្មោះលោកគ្រូទេរាល់វិជ្ជាទាំងអស់ខ្ញុំនឹងប្រាប់គេថាខ្ញុំរៀនដោយខ្លួនឯងកាលមករាងកាយជាមនុស្សលោកធ្ងន់អន្លៃឥឡូវបានសម្រេចធម៌រាងកាយប្រែជាស្រាលស្រទន់លើលោកនេះមិនសូវមានអ្នកតាំងចិត្តមកមុនទេឲ្យតែតាំងចិត្តរៀនធម៌ដ៏ស្មុគស្មាញក៏អាចយល់បានដែរការឆ្លងសមុទ្ររលកធំពិបាកធ្វើដំណើរណាស់ថ្ងៃនេះត្រឡប់ទៅវិញងាយស្រួលខ្លាំងណាស់ខ្ញុំនឹងចងចាំពាក្យផ្ដាំផ្ញើរបស់លោកគ្រូជានិច្ចមិនស្មានថាមកដល់ភ្នំផ្កាផ្លែលឿនយ៉ាងនេះសោះ